បានជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយនៅលំហាត់ទី5ដែលនៅក្នុងលំហាត់ទី5ហ្នឹងយើងមានសំណួរទាំងអស់14សំណួរដែលសំណួរទី1គឺសង់តារាងពិន្ទុសិស្សខាងលើមានន័យថាយើងសង់រួចរាល់ហើយយើងមិនចាំបាច់សង់ទៀតទេហើយសំណួរទី2កំណត់ format នៅក្នុងជួរអត្តលេខជាទម្រង់001នេះជួរអត្តលេខអញ្ចឹងដើម្បីកំណត់ format នឹងបានយើង select ទីតាំងដែលយើងចង់កំណត់បន្ទាប់មកយើងយក right click យកពាក្យថា format cell ហើយបន្ទាប់មកទៀតយើងយកពាក្យថា custom ហើយយើងចង់បានវាជាប្រភេទលេខ3ខ្ទង់អញ្ចឹងយើងយក003ដងនេះមកហើយអូខេអញ្ចឹងយើងបាន format ត្រឹមត្រូវដែលយើងចង់បានហើយទី3កំណត់ format នៅក្នុងជួរឈរថ្ងៃខែឆ្នាំកំណើតជាទម្រង់បែបនេះអញ្ចឹងយើង select ទីតាំងដែលយើងចង់កំណត់ហ្នឹងមកបន្ទាប់មកទៀតយើង right click យកពាក្យថា format cell ហើយយកពាក្យថា custom ហើយយកពាក្យថា D 3ដងដកមក M 3ដងទៅមកទៀត Y 2ដងអូខេអញ្ចឹងយើងបានដូចដែលអ្វីដែលយើងចង់បានហើយអូខេអញ្ចឹងសំណួរទី4បូកសរុបពិន្ទុសិស្សម្នាក់អញ្ចឹងបូកពិន្ទុសិស្សម្នាក់ដែលយើងមានពិន្ទុទាំងអស់វាមាន4មុខវិជ្ជាអញ្ចឹងយើងបូកបញ្ចូលគ្នាយើងប្រើរូបមន្ត sum SUM បើកកញ្ចក់ហើយយើងរែងពីមុខវិជ្ជាទាំង4មុខហ្នឹងមកហើយបិទកញ្ចក់វិញអូខេអញ្ចឹងយើងធ្វើការអូសរែងបានអញ្ចឹងវានឹងធ្វើការគណនាបូកឲ្យយើងអូតូម៉ាទិកអូខេអញ្ចឹងសំណួរបន្ទាប់រកមធ្យមភាពពិន្ទុសិស្សម្នាក់អញ្ចឹងរកមធ្យមភាពយើងប្រើរូបមន្ត rank average average អូខេតែយើងធ្វើការអូសរែងមកបើកកញ្ចក់វិញ enter អញ្ចឹងយើងធ្វើការអូសរែងវានឹងធ្វើការគណនាឲ្យយើងអូតូម៉ាទិកសំណួរបន្ទាប់កំណត់ format ក្នុងជួរឈរមធ្យមភាពជាទម្រង់លេខហើយមានក្បៀសហើយមានអក្សរពិន្ទុអូខេអញ្ចឹងដោយសារតែ average នេះយើងអត់ទាន់បានកំណត់ទេអញ្ចឹងនៅក្នុង67នេះវាអាចមានក្បៀសមានអីទៀតទេយើងចង់កំណត់វាជាមានក្បៀសហើយនឹងមានអក្សរថាពិន្ទុអូខេអញ្ចឹងយើង select ទីតាំងដែលយើងចង់ដាក់នឹងមកយើង right click យកពាក្យ format cell ក៏បានយើងចូលនៅក្នុង home ហើយយកពាក្យថា line number នេះក៏បានដូចគ្នាអញ្ចឹងចូល custom មកហើយយើងចង់បានជាប្រភេទលេខហើយក្បៀស2ខ្ទង់ខាងក្រោយហើយបន្តមកទៀតយើងចង់ដាក់វាអក្សរថាពិន្ទុពិន្ទុចឹងមក enter មកអូខេអញ្ចឹងវានឹងរត់ឲ្យយើងអូតូម៉ាទិកទាំងអស់សំណួរបន្ទាប់រកចំនួនសិស្សដែលបានពិន្ទុគណិតវិទ្យាច្រើនជាងគេហ្នឹងហើយអញ្ចឹងចំនួនសិស្សដែលបានពិន្ទុខ្ពស់ជាងគេពិន្ទុខ្ពស់ជាងគេរបស់គណិតវិទ្យាមានប៉ុន្មានអញ្ចឹងនេះយើងបូកដាក់កន្លែងនេះមកឲ្យយើងរកដាក់កន្លែងនេះមកស្មើដើម្បីរកចំនួនធំជាងគេយើងប្រើរូបមន្ត MAH max បើកកញ្ចក់មកអញ្ចឹងយើងចង់រកនៅមុខវិជ្ជាគណិតវិទ្យាអញ្ចឹងយើងធ្វើការអូសរែងនៅមុខវិជ្ជាទាំងអស់ហ្នឹងមកគណិតវិទ្យាហ្នឹងហើយបិទកញ្ចក់វិញ enter អញ្ចឹងពិន្ទុដែលខ្ពស់ជាងគេបំផុតគឺ99អញ្ចឹងសំណួរបន្ទាប់រកចំនួនសិស្សដែលបានពិន្ទុភាសាខ្មែរតិចជាងគេអញ្ចឹងពិន្ទុភាសាខ្មែរតិចជាងគេមានប្រមាណអញ្ចឹងយើងស្មើដើម្បីរកចំនួនតិចជាងគេយើងប្រើរូបមន្ត min min មកចប់មកអញ្ចឹងមុខវិជ្ជាដែលយើងចង់រកគឺនៅក្នុងមុខវិជ្ជាភាសាខ្មែរអញ្ចឹងបិទមុខកញ្ចក់វិញ enter អញ្ចឹងមុខវិជ្ជាភាសាខ្មែរគឺតិចជាងគេបំផុតគឺ55អូខេសំណួរបន្ទាប់
កំណត់ចំណុចថ្នាក់សិស្សម្នាក់អញ្ចឹងដើម្បីកំណត់ចំណុចថ្នាក់នេះយើងរកដាក់នេះមកគឺយើងប្រើរូបមន្ត rank R A N K បើកមុខកញ្ចក់មកអញ្ចឹងយើងចង់ rank នៅក្នុងពិន្ទុសរុបក៏បាននៅក្នុងមធ្យមភាពក៏បានតែខ្ញុំសូមធ្វើការ rank នៅក្នុងមធ្យមភាពអញ្ចឹងដំបូងគឺយើង select នៅក្នុងមធ្យមភាពមួយសិនរួចហើយយើងធ្វើការក្បៀសរួចហើយយើងយកselect នៅក្នុងពិន្ទុមធ្យមភាពទាំងអស់ហ្នឹងដើម្បីធ្វើការប្រៀបធៀប enter អញ្ចឹងបានលេខ7នៅក្នុងម្នាក់ឈ្មោះកែវលីហុងនេះអញ្ចឹងដោយសារតែយើងអត់បានគណនាម្ដងមួយទេយើងចង់ធ្វើការអូស rank ឲ្យវាគណនាឲ្យអូតូម៉ាទិកអញ្ចឹងដើម្បីអូស rank នឹងបានហើយគ្មានការ error គឺយើងត្រូវកំណត់ lock វាសិនអញ្ចឹងយើងដាក់ lock នៅកន្លែងនេះសិនអញ្ចឹងយើងដាក់ lock យើងប្រើ function F4 ឬមួយក៏យើងចុច F4 តាមប្រភេទ computer ខ្លះខុសគ្នាអញ្ចឹងឬមួយក៏យើងអាចវាយបញ្ចូលដុល្លារមុខក៏បានដែររួចហើយធ្វើការ enter មកហើយយើងអាចអូស rank បានដែរអូខេអញ្ចឹងវាធ្វើការគណនាឲ្យយើងអូតូម៉ាទិកសំណួរបន្ទាប់រាប់ចំនួនសិស្សស្រីសរុបនេះរាប់ចំនួនសិស្សប្រុសសរុបនិងសិស្សស្រីសរុបអញ្ចឹងសិស្សប្រុសសរុបយើងដាក់លេខនេះមកស្មើវារូបមន្ត count if អញ្ចឹងសិស្សប្រុសសរុបយើង select នៅលើភេទទាំងអស់ហ្នឹងមកបន្ទាប់មកវា1យើងចង់រាប់សិស្សប្រុសអញ្ចឹងបើយើងចង់រាប់សិស្សប្រុសយើងសរសេរអក្សរបនៅក្នុងសញ្ញាគ្មានកណ្ដុរហើយធ្វើការ enter មកអូខេអញ្ចឹងសិស្សប្រុសទាំងអស់មានចំនួន5បន្តមកទៀតយើងរកសិស្សស្រីសរុបអញ្ចឹងសិស្សស្រីសរុបយើងធ្វើដូចគ្នាស្មើ count if ដូចគ្នាហើយយើងអូសឡើងភេទនេះទាំងអស់គ្នានឹងមកហើយដាក់ស្រីវិញម្ដង enter អញ្ចឹងស្រីមាន7នាក់អូខេសំណួរបន្ទាប់រាប់ចំនួនសិស្សដែលគ្មានថ្ងៃខែឆ្នាំកំណើតអូខេអញ្ចឹងថ្ងៃខែឆ្នាំកំណើតកន្លែងនេះអញ្ចឹងយើងឃើញថានៅក្នុងនេះវាមានសិស្សខ្លះវាអត់មានថ្ងៃខែឆ្នាំកំណើតទេអញ្ចឹងបើអត់មានយើងរាប់ថាវាអត់មាននឹងអត់មានប្រហែលនាក់អូខេអញ្ចឹងយើងប្រើរូបមន្តcount blank ស្មើ count blank នេះរូបមន្ត count blank អញ្ចឹងយើង select នៅថ្ងៃខែឆ្នាំកំណើតទាំងអស់ហ្នឹងមកវានឹងរាប់ឲ្យយើងហើយអញ្ចឹង enter អូខេអញ្ចឹងសិស្សដែលអត់មានថ្ងៃខែឆ្នាំកំណើតមាន2នាក់អូខេបន្ទាប់ទៀតរាប់ចំនួនសិស្សដែលមានថ្ងៃខែឆ្នាំកំណើតអូខេអញ្ចឹងយើងរាប់ចំនួនសិស្សដែលមានថ្ងៃខែឆ្នាំកំណើតមានប្រមាណអញ្ចឹងយើងប្រើរូបមន្ត count A អញ្ចឹងអូស select ទាំងអស់ហ្នឹងមកបាត់មុខកញ្ចក់វិញ enter អូខេអញ្ចឹងសំណួរទី14កន្លែងនេះគឺគេឲ្យយើងរាប់ចំនួនសិស្សស្រីសរុបដែលកើតមុនថ្ងៃទី20ខែ9និងឆ្នាំ2013អូខេអញ្ចឹងយើងប្រើរូបមន្ត count if s ដោយសារតែវាមានលក្ខខណ្ឌ2អញ្ចឹងលក្ខខណ្ឌទី1គឺបុគ្គលិកសិស្សភេទស្រីអញ្ចឹងសិស្សភេទស្រីយើង select នៅលើភេទបន្ទាប់មកទៀតយើងភេទស្រីយើងរកភេទស្រីហើយបន្ទាប់មកទៀតបន្ទាប់មកទៀតគឺស្រីឲ្យកើតមុនថ្ងៃទី20ទៀត
ចឹងកើតមុនថ្ងៃខែឆ្នាំកំណើតក្បៀស1មកកើតមុនអញ្ចឹងសញ្ញាតូចជាង20 September 2013 Enter អូខេអញ្ចឹងអ្នកដែលកើតមុនគឺមាន